ប្រជុំរឿងព្រេងខ្មែរសូមជូនរឿងថ្មាតបោកដំរីសកាលពីព្រេងនាយមានស្ដេចថ្មាតមួយមានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចថ្មាតនោះដេកទៅយល់សុបិនឃើញថាបានចាប់ស្ដេចដំរីសលុះព្រឹកឡើងពួកសេនារាពលក៏ហើរសំដៅទៅលំនៅឋាននៃស្ដេចដំរីសនោះដល់ហើយក៏ស្រែកហៅស្ដេចដំរីសថាបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ដោយម្ចាស់យើងយល់សុបិនថាបានស៊ីសាច់បងដំរីឯងដំរីឮដូច្នេះក៏ភ័យញាប់ញ័រឥតឧបមាយំបណ្ដើរលាប្រពន្ធកូននិងពលសេនាបណ្ដើរដើម្បីទៅតាមពលថ្មាតតាមបញ្ជារបស់ស្ដេចថ្មាតនោះលុះមកដល់កណ្ដាលផ្លូវបានជួបនឹងសុភាទន្សាយក៏សួរទៅស្ដេចដំរីថាយើបងដំរីទៅណាមកណាក៏រលាស់រលាំងថែមទាំងយំសស្រាក់យ៉ាងនេះដំរីឆ្លើយថាអោបងសុភាអើយស្ដេចថ្មាតគេយល់សុបិនឃើញថាគេបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំនឹងទៅឲ្យគេស៊ីហើយទន្សាយឆ្លើយថាយីបងដំរីរូបប៉ិនបងឯងដែរម្ដេចសុខចិត្តឲ្យអាត្មាស៊ីទទេយ៉ាងនេះចាំខ្ញុំជួយដោះទុកបងឯងឲ្យរួចរស់រានបានដំរីបានឮទន្សាយថាដូច្នេះក៏មានចិត្តត្រេកអរណាស់ហើយហៅទន្សាយឡើងជិះលើខ្នងដើរសំដៅទៅលំនៅស្ដេចថ្មាតលុះឃើញដំរីមកដល់ហើយស្ដេចថ្មាតញញឹមញញែមរួចនិយាយទៅថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សុបិនឃើញថាបានស៊ីសាច់បងឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទន្សាយក៏ធ្វើពុតជាដេកលក់នៅលើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់ទន្សាយថាណែបងសុភាមកដេកអីលើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះទន្សាយក៏ឆ្លើយតបទៅថ្មាតវិញឈប់កុំអាសិនបងនិយាយជាមួយដំរីដូចម្ដេចខ្លះអំបញ្ញមិញយើងមិនបានស្ដាប់ព្រោះរវល់តែងងុយពេកស្ដេចថ្មាតឆ្លើយថាយើងយល់សុបិនឃើញថាបានស៊ីសាច់ដំរីសទន្សាយឆ្លើយថាយើមែនហើយអំបញ្ញមិញខ្ញុំដេកលក់មួយភាំងទៅក៏យល់សុបិនថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងស្ដេចថ្មាតឆ្លើយថាយើបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេសុភាទន្សាយក៏ឆ្លើយថាបើបងឯងមិនឲ្យការយល់សុបិនរបស់បងថ្មាតឯងក៏ឥតបានការដែរដំរី
ក៏ខ្ញុំមិនអោយបងថ្មាត់ឯងស៊ីដូចគ្នាថ្មាត់ក៏ខានបានស៊ីសាច់ដំរីដោយចាញ់ឧបាយកលសុភាទុនសាយដំរីសក៏វិលទៅលំនៅឋានវិញសុភាទុនសាយក៏បោចូលព្រៃបាត់ទៅរឿងថ្មាត់បោកដំរីសចប់ដោយបរិបូរណ៍សូមជូនរឿងទុនសាយជាប់គូតនឹងគល់ត្រាចថ្ងៃមួយទុនសាយស្វែងរកចំណីអាហារបានប្រទះគល់ត្រាចមួយដែលគេទើបនឹងកាប់ថ្មីមានជ័រកកស្អិតទៅតាត់ទុនសាយលូតផ្លោតអង្គុយពីលើជ័រជាប់គូតនឹងជើងរើពុំរួចនៅនឹងថ្កល់លើគល់ត្រាចនោះជួនជាពេលនោះមានកូនដំរីមួយវាដើរមករកផឹកទឹកនៅក្នុងត្រពាំងក្បែរគល់ត្រាចនោះដែលជាកន្លែងរបស់វាធ្លាប់ផឹករៀងរាល់ថ្ងៃទុនសាយមានប្រាជ្ញាក៏និយាយបន្លាចថាណែអាកូនដំរីកុំមកផឹកទឹករបស់អញទឹកនេះព្រះអិនឲ្យអញចាំយាមទេឯកូនដំរីមិនហ៊ានផឹកក៏ត្រឡប់ទៅប្រាប់មេវាថាម៉ែអើយខ្ញុំទៅផឹកទឹកត្រពាំងនោះស្រាប់តែឃើញសត្វអីមួយអង្គុយលើគល់ឈើវាដេញខ្ញុំមិនឲ្យផឹកទឹកអូវាថាវាជាអ្នកបម្រើរបស់ព្រះអិនខ្ញុំស្រែកទឹកណាស់ម៉ែមេដំរីឮកូនប្រាប់ដូច្នេះនឹកខឹងក៏នាំកូនត្រឡប់ទៅត្រពាំងទឹកវិញឃើញទុនសាយអង្គុយលើគល់ឈើក៏ស្រែកគំរាមថាយើអាសត្វទុនសាយច្រមុះចិត្តអាក្រក់មកពីណាអង្គុយជ្រងក់នៅលើគល់ឈើនេះឯងមានអំណាចអីមកហាមប្រានមិនឲ្យកូនអញចុះផឹកទឹកនេះអញជន់អាឯងខ្ទេចក្បាលអីលើទុនសាយឆ្លើយឡើងថាយើបីស្បោងធំហងឯងហ៊ានធ្វើស្អីអញទឹកត្រពាំងនេះព្រះអិនលោកប្រើអញឲ្យចាំយាមបានទើបអញហ៊ានហាមដំរីខឹងទុនសាយជាដូច្នេះក៏ស្ទុះផ្លែតទៅបួងខ្លួនទុនសាយជាប់ហើបពីគល់ត្រាចប្រាថ្នានឹងបោកទុនសាយសម្លាប់ទុនសាយភ័យក៏ស្រែកថាបើហងឯងចង់បោកអញឲ្យស្លាប់កុំបោកទៅក្រោមអញមិនស្លាប់ទេគ្រវែងទៅលើវិញទើបអញស្លាប់ដំរីខ្វះប្រាជ្ញាឮទុនសាយថាដូច្នេះក៏គ្រវែងទុនសាយទៅលើហើយទុនសាយបានធ្លាក់ដល់ដីក៏បោប្រូចចូលព្រៃបាត់ទៅរឿងទុនសាយជាប់គូតនឹងគល់ត្រាចចប់ដោយបរិបូរណ៍សូមអរគុណសូមជម្រាបលា